បងប្អូនមានយល់ថាហេតុអីបានជាក្មេងគេឲ្យសរសេរខ្មៅដៃឯងហើយហេតុអីបានជាមនុស្សពេញវ័យគេឲ្យសរសេរប៊ិចឯងក្មេងនៅពេលដែលរៀនសរសេរខ្មៅដៃគឺវាអាចលុបបានអញ្ចឹងបើសិនជាមានកំហុសគឺវាអាចកែបានគេក៏អត់សិបប្រកាន់ដែរតែបើសិនជាមនុស្សពេញវ័យគេឲ្យសរសេរប៊ិចអញ្ចឹងប៊ិចគឺលុបអត់ជ្រះទេនៅពេលដែលធ្វើខុសគឺត្រត់តែមាននៅអនុសាសន៍ហើយមាននៅស្នាមប្រព័ន្ធមិនល្អហើយអញ្ចឹងមនុស្សពេញវ័យមុននឹងធ្វើអីគឺត្រូវឲ្យយកវិចារណញ្ញាណមកគិតមុននឹងធ្វើអីមួយគឺពិចារណាសិនគិតសិនហើយមានទំនួលខុសត្រូវខ្ពស់អញ្ចឹងគេឲ្យទៅសេប៊ិចបងប្អូនទាំងអស់គ្នាបាទឥឡូវនេះកុំឲ្យវែងឆ្ងាយគឺយើងមកមើលពីកញ្ចក់រថយន្តបងប្រុសវិញហេតុអីបានជាកញ្ចក់រថយន្តបងប្រុសធ្លាប់ជួសជុលម្ដងហើយយើងមកធ្វើទៀតបាទម៉ួយចាស់ទេតែធ្លាប់ជួសជុលនឹងគេនៅប៉ោយប៉ែតទៅការនោះគាត់ទៅក្រុងប៉ោយប៉ែតឲ្យជាងគេធ្វើដល់ពេលជាងគេធ្វើគេថាធ្វើទៅវាបាញ់កៅអត់ចូលបាទបាញ់កៅអត់ចូលក៏អត់ធ្វើដែរអញ្ចឹងនៅពេលតែបាញ់កៅអត់ចូលវាខូចទៅដល់សាច់កញ្ចក់ដែលយើងត្រូវធ្វើក្រោយទៀតតែមិនជាបញ្ហាទេជំនាញពីតារាទៅគឺគ្រាន់តែកលេចឃើញកញ្ចក់គឺដឹងថាធ្វើមិនហើយគាត់ថាគ្រាន់តែឃើញជាងទាញម៉ូទ័រមកស្មានគាត់ថាស្កាចិត្តគាត់លែងចង់ធ្វើមិនឡានធម្មតាទេណាគឺ Escalade Cadillac ហ្នឹងបងប្អូនទាំងគ្នាឡានស៊េរីទំនើបហ្មងកញ្ចក់គេមិនទៅថោកអីកញ្ចក់សារពាន់បងប្អូនទាំងគ្នាហើយយើងជាងធ្វើលេងសើចមិនបានបាទឥឡូវនេះគាត់ធ្លាប់ធ្វើមួយភេទតារាពីមុនមកដែរហើយមួយចាស់ខ្ញុំមិនក៏អត់ធ្វើទេដោយសារតែគាត់ជិះទៅប៉ោយប៉ែតខ្លាច់រៀលអញ្ចឹងតែគាត់ឲ្យគេធ្វើហើយចុះឡើងវាអត់កាត់ដែរនៅនេះឲ្យយើងកែគឺយើងធ្វើការកែបានប្រហែលជាខ្ទង់ 70-90% ដែរហើយនឹងធានាថាមិនរៀលទៅមុខទៀតទេហើយស្នាមវិញបាត់បានច្រើន 80% បងប្អូនទាំងគ្នានេះជាស្នាមដែលយើងធ្វើហើយគឺបាត់ស្នាមប៉ុណ្ណឹងបាទអញ្ចឹងបើសិនជាមិនច្បាស់ទេជាងកុំធ្វើឡានគេអីនាំខូចសាច់កញ្ចក់គេអញ្ចឹងណាបាទពីខ្ញុំទៅមានតែប៉ុណ្្នឹងទេអរគុណច្រើន